ឥឡូវនេះខ្ញុំនៅមុខប្រាសាទស្នឹងខាងកើតគឺជាប្រាង្គប្រាសាទបុរាណកសាងតាំងពីសតវត្សទី11សាងសង់អំពីឥដ្ឋទោះយ៉ាងណាខ្លោងទ្វារសាងសង់អំពីថ្មភក់ហើយជាពិសេសសសរពេជ្រទាំងសងខាងមានចម្លាក់រចនាដែលនៅរក្សាល្អប្រណិតដល់ឡើយតាំងពី1000ឆ្នាំមុនអ្វីដែលខ្ញុំចង់សាក់លបងបកស្រាយទៅលើអត្ថន័យនៃរូបចម្លាក់ទីនេះគឺជាផ្ដែសភនភាពថ្មផ្ដែនៃប្រាសាទនេះគឺជាចម្លាក់ដើមតាំងពី1000ឆ្នាំមុនមិនមែនគេចាឆ្លាក់ថ្មីទេបងប្អូនឃើញទេនៅចំកណ្ដាលផ្ដែមើលពីលើមកក្រោមឃើញមានតួឯកដែលឈរលើដំរីក្បាល3គឺជាព្រះឥន្ទគឺជាព្រះឥន្ទនៅក្នុងព្រហ្មញ្ញសាសនាដែលមានដំរីឯរវ័នមានក្បាល3ជាយានជំនិះនៅក្រោមព្រះឥន្ទនេះមានរូបភ្នែកលៀនមានធ្មេញដ៏សែនមុតកំពុងហាមាត់លេបឬក៏ខ្ជាក់អ្វីម្យ៉ាងដែលមានដៃពីរទាំងសងខាងកំពុងតែកាន់បាច់ផ្ការចនាបថនិងចម្លាក់បែបនេះឃើញមានជាច្រើនកន្លែងតាំងពីសតវត្សទី9ទី10 11រហូតដល់ទី12តាមការយល់ដឹងខ្លះៗតកតងទៅលើទេវកថាគឺថារូបតែក្បាលលៀនភ្នែកបញ្ចេញធ្មេញជាមួយនឹងដៃនេះអ្នកខ្លះហៅថាព្រះរាហូឯអ្នកខ្លះគេហៅថាព្រះកាលតាមការយល់ដឹងស្រួចដើមរបស់ខ្ញុំព្រះរាហូឬព្រះកាលគឺជាតួអង្គតែមួយកាលណាធម្មជាតិដែលធ្វើឲ្យមានការបាត់អ្វីមួយលេបអ្វីមួយគេឲ្យឈ្មោះថារាហូហើយតួនាទីនៃទេពនេះគឺជាព្រះកាលមានន័យថាដោយសាររាហូមានសកម្មភាពលេបត្របាក់ជីវិតសត្វលោកទើបសត្វលោកអត់មានជីវិតអមតៈពីព្រោះគ្រប់គ្នាស្ថិតនៅក្នុងមាត់រាហូគ្រប់គ្នាស្ថិតនៅក្នុងមាត់ព្រះកាលអញ្ចឹងព្រះកាលជាអតិទេពនៃពេលវេលាដែលជាអវតារឬជាតំណាងរបស់ព្រះឥសូរអ៊ីស្វរៈដែលបង្កើតសេចក្តីកើតនិងសេចក្តីស្លាប់ឲ្យមានវត្តដាក់វិលវត្តសង្សារកើតស្លាប់នេះតួនាទីដែលធ្វើឲ្យកើតហើយស្លាប់កើតហើយស្លាប់គឺតួនាទីព្រះសិវៈហើយសកម្មភាពធម្មជាតិដែលធ្វើឲ្យអ្វីមិនអាចអមតៈនេះគេហៅថាព្រះកាលហើយសកម្មភាពដែលសាហាវលេបជីវិតចូលគេហៅថារាហូអញ្ចឹងចម្លាក់ដែលមានក្បាលមានដៃនេះគឺជាព្រះកាលដែលកំពុងតែលេបមកអាចថាលេបជីវិតផ្កាព្យីដែលគេឆ្លាក់នេះតំណាងឲ្យធម្មជាតិដែលកើតឡើងតែងតែរុះរយនិងបាត់បង់ទៅវិញពីណាអ្នកធ្វើបែបនេះគឺជាព្រះកាលធម្មជាតិមានកាលវេលារបស់គេកាលវេលាឆាប់កាលវេលាយឺតយូរលង់បណ្ណាកម្រិតណាគឺអាស្រ័យទៅលើព្រះកាលទោះបីយ៉ាងណាធម្មជាតិទាំងនោះគេនៅក្នុងកាលនៅក្នុងមាត់ពេលវេលាអញ្ចឹងសកម្មភាពពេលវេលាដែលបំលែងពីជីវិតរស់ទៅជាស្លាប់របស់មានទៅជាបាត់បង់គេហៅថារាហូអញ្ចឹងក្នុងអត្ថន័យនេះរូបក្បាលដែលមានដៃនេះអាចជាព្រះកាលដែលតាមរយៈព្រះកាលឬពេលវេលានោះធ្វើឲ្យអ្វីៗកើតឡើងរីកចម្រើនឡើងស៊ូស្គាយដែលតំណាងទីនេះវាដូចជាផ្កាជាមែកឈើវាកើតឡើងដោយសារពេលវេលាហើយក៏វាបាត់បង់ទៅវិញក៏ដោយសារពេលវេលាព្រោះតែមានព្រះកាលនេះគឺជាអត្ថន័យហើយក្នុងនេះត្រូវបានគ្រប់គ្រងទៅដល់ទេពចម្បងមួយគឺជាព្រះឥន្ទដែលជិះនៅលើតម្រៃក្បាល3ហើយប្រហែលជាតម្រៃក្បាល3ហ្នឹងតំណាងឲ្យធម្មពលនៃទេពទាំង3ត្រីមូរតិតែមានព្រះឥសូរព្រះនរាយណ៍និងព្រះព្រហ្មនោះឯងនេះហើយជាមូលហេតុ
ដែលព្រាមសតវត្សទី11បានកសាងប្រាសាទនេះដែលមានកម្ពស់ដល់3មានប្រាង្គ3នោះបាទសូមអរគុណ ចម្លាក់បែបនេះមាននៅប្រាសាទណាខ្លះដែរលោកគ្រូដែលយើងធ្លាប់បាន ចម្លាក់បែបនេះឃើញនៅប្រាសាទបន្ទាយស្រីកាលពីសតវត្សទី10មានប្រាសាទសតវត្សទី11ជាច្រើនរហូតដល់សតវត្សទី12នៅបាយ័នក៏តែងតែមានរូបព្រះកាលឬរាហូឆ្លាក់ចំកណ្ដាលផ្ដែនៅខ្លោងទ្វារដូនតាយើងហាក់ដូចជាផ្ញើសារភាសាសម្ងាត់មួយថាពេលដែលយើងចូលក្នុងទ្វារក្តីដើរក្នុងទ្វារក្តីយើងស្ថិតនៅក្នុងមាត់របស់ព្រះកាលពេលវេលាកំពុងតែលេបត្របាក់យើងបន្តិចម្ដងហើយពេលវេលាក៏ជាអ្នកបង្កើតយើងបំផ្លាញនិងបង្កើតពីគ្រាន់តែមានអត្ថន័យគេហៅថាបំលែងភាសាអង់គ្លេសឥឡូវគេបង្កើតខ្សែភាពយន្ត transformation វាបំលែងវិធានរឹងទៅទុនពីទុនមករឹងពីកើតទៅជាស្លាប់ពីដែលមានទៅជាអត់មានដោយទឹកវាកើតឡើងពីការផ្សំអ៊ីដ្រូសែនអុកស៊ីសែនហើយពេលអ៊ីដ្រូសែនអុកស៊ីសែនវាបែកគ្នាវាលែងឲ្យមានទឹកអាភាពបំលែងពីមួយទៅមួយ transformer នេះស្ថិតនៅក្នុងសកម្មភាពនៃទូនាទីរបស់ពេលវេលាដែលគេឲ្យឈ្មោះថាព្រះកាល ងាកមកចម្លាក់នៅទីតាំងនេះវិញលោកគ្រូមានការសន្និដ្ឋានបែបណាដែរឃើញថាវាមានតែមួយហ្នឹងនៅស្អាតជាងគេហើយមានសពពេជ្រពីរដែលចម្លាក់នៅកោះក្បែរនៅស្អាតមែនទែនក៏មានមូលហេតុកត្តាស្អីខ្លះដែលធ្វើឲ្យវានៅស្អាតគុណភាពចម្លាក់ទោះបីរាប់ពាន់ឆ្នាំនៅល្អឬក៏ខូចអាស្រ័យទៅលើទីតាំងដែលវានៅជាទូទៅចម្លាក់ដែលនៅស្អាតដោយបច្ចុប្បន្នសុទ្ធតែចម្លាក់ដែលបានធ្លាក់កប់នៅក្រោមដីនៅក្រោមខ្សាច់អញ្ចឹងដីខ្សាច់បានកប់រូបចម្លាក់ដែលការពារសំណឹកដែលកើតចេញពីសំណើមទឹកភ្លៀងនៅរដូវវស្សានិងកម្ដៅថ្ងៃគេហៅថាប្រតិកម្មអាកាសធាតុជាមួយសំណើមនិងកម្ដៅបង្កើតជាអុកស៊ីតកម្មធ្វើឲ្យបំផ្លាញថ្មបំផ្លាញចម្លាក់ប៉ុន្តែចម្លាក់ដែលនៅល្អនេះភាគច្រើនមិនមែនជាថ្មដែលជាប់ទឹកមិនមែននៅកណ្ដាលថ្ងៃដែលច្រើនសតវត្សនេះអាចជាមូលហេតុដែលចម្លាក់នៅល្អ